Nên ngày nhật nhôm bàn sẽ đạpនៅព្រះបរិត្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនៅម៉ោង 5 ចឹងយើងចំណាយពេលទីទៀតហ្នឹងហើយជា 10 នាទីចុះយ៉ាងយូរដើម្បីបានស្គាល់អំពីការសិក្សានៅក្នុងព្រះធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធចិត្តញោមបានស្ដាប់នៅព្រះបរិត្តភាគច្រើនគឺលោកសូត្រជាភាសាបាលីបងលោកសូត្រជាភាសាបាលីដូច្នេះភាគច្រើនញាតិញោមស្ដាប់អត់បានទេមិនចឹងណាភាគច្រើនយើងស្ដាប់អត់បានទេក៏ប៉ុន្តែព្រះបរិត្តអាចមានអំណាចសំបីដោយសំឡេងនៅពេលដែលញាតិញោមស្ដាប់មិនបានប៉ុន្តែយើងស្ដាប់ដោយគោរពអំណាចនៃព្រះបរិត្តហ្នឹងគឺមាន4បងអំណាចនៃព្រះបរិត្តហ្នឹងទី1គឺតាក់ទងទៅនឹងសំឡេងដែលប្រសង់លោកស្វាតជាយទៅច្បាស់ល្អណាមិនភ្លៀងភ្លាត់ដោយអក្ខរៈមិនភ្លៀងភ្លាត់ដោយបែបបទនៃវេយ្យាករណ៍គឺលោកសូត្រឡើងទៅយ៉ាងច្បាស់ជាភាសាបាលីហ្នឹងហើយសំឡេងហ្នឹងក្របដណ្ដប់នៅបន្ទប់ទាំងមូលហ្នឹងយើងស្ដាប់ទៅអាចឲ្យចិត្តរបស់យើងស្ងប់បានយើងស្ដាប់ដោយយកចិត្តទុកដាក់ទៅស្ដាប់ដោយគោរពធ្វើឲ្យចិត្តរបស់យើងហ្នឹងទន់បានធ្វើឲ្យចិត្តរបស់យើងហ្នឹងបាត់នៅសេចក្តីកង្វល់បានបើញាតិញោមជាយាមថាលោកសូត្រថាម៉េចងាយទេប៉ុន្តែយើងស្ដាប់ដោយគោរពស្ដាប់បានត្រង់ចំណុចណាក៏យកចំណុចហ្នឹងទៅស្ដាប់មិនបានក៏គិតថាជាពាក្យរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងសំឡេងដែលយើងស្ដាប់ហ្នឹងដែលលោកសូត្រទៅតាមលំអានត្រង់ហ្នឹងសំឡេងនឹងឯងនឹងឲ្យចិត្តរបស់ញាតិញោមត្រង់ស្ដាប់សំឡេងតែមួយយកសំឡេងជាអារម្មណ៍ធ្វើឲ្យចិត្តរបស់យើងហ្នឹងផ្លិចនៅអ្វីដែលជាកង្វល់ធ្វើឲ្យចិត្តរបស់យើងនឹងត្រង់មូលតែមួយទៅតាមសំឡេងហ្នឹងអាហ្នឹងគឺជាអំណាចសំឡេងរបស់ព្រះបរិត្តតែយើងស្ដាប់ទៅធ្វើឲ្យយើងមានចិត្តហ្នឹងមានចិត្តហ្នឹងមូលមានចិត្តហ្នឹងអាចទន់ទោទៅរកសេចក្តីស្ងប់បានហ្នឹងគឺជាអំណាចរបស់ព្រះបរិត្តដោយអំណាចនៃសំឡេងដោយអំណាចនៃសំឡេងដែលលោកសូត្រទៅលោកស្វាតជាយទៅមួយទៀតសំឡេងនៃព្រះបរិត្តហ្នឹងក៏អាចបញ្ជាអាចបាក់ការពារអាចកម្ចាត់នៅសេចក្តីអន្តរាយផ្សេងបានដែរអំណាចនៃសំឡេងហ្នឹងណាសំឡេងព្រះបរិត្តហ្នឹងដែលប្រសង់លោកស្វាតជាយទៅហ្នឹងគឺអាចបញ្ជានៅសេចក្តីអន្តរាយផ្សេងបានដូចគ្នាអញ្ចឹងព្រោះព្រះបរិត្តនេះមិនដតីអ្វីក្រៅអំពីពាក្យរបស់ព្រះសម្មាសម្ពុទ្ធក្រៅអំពីការពោលសរសើរគុណរបស់ព្រះពុទ្ធគុណរបស់ព្រះធម៌គុណរបស់ព្រះសង្ឃគុណនៃសេចក្តីល្អគុណនៃការប្រព្រឹត្តល្អគុណនៃការបដិបត្តិត្រឹមត្រូវអញ្ចឹងពាក្យពិតពាក្យត្រឹមត្រូវនេះឯងដែលធ្វើឲ្យអន្តរាយទាំងពួងមានពួកអមនុស្សពួកអសូរកាយពួកខ្មោចពួកព្រាយពួកអីហ្នឹងវាស្ដាប់ទៅវាឮទៅអត់អាចមកបៀតបៀនបានទេនៅក្នុងគម្ពីររសវាហិន័យមានសម្ដែងច្រើនណាស់តកតងនឹងអានុភាពនៃព្រះបរិត្តអានុភាពនៃត្រៃរតន៍ព្រះពុទ្ធពធព្រះសង្ឃហ្នឹងដែលហើយទៅសំបីតែគ្រូចាប់ពោះមកពោះដែលយើងហៅថាគ្រូអាឡំពាយខ្មែរយើងពីដើមហៅថាគ្រូអាឡំពាយមិនឯឥឡូវនេះយើងគ្រូអាឡំពាយនឹងស្អីទេតែគេស្ដាប់មិនបានភាសាសពថ្ងៃគេផ្លាស់ប្ដូរអញ្ចឹងពីដើមហៅថាគ្រូអាឡំពាយឬក៏មកពោះគ្រូចាប់ពោះណាគ្រូចាប់ពោះនឹងអត់ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាអីទេប៉ុន្តែធ្លាប់ឮអ្នកស្រុកធ្លាប់ឮនៅជាមួយអ្នកស្រុកកាន់ពុទ្ធសាសនានឹងស្ដាប់ឮពាក្យថានមោសទ្ធាយៈនមោសទ្ធាយៈសិទ្ធាំងអញ្ចឹងទៅធ្លាប់ទៅឮអញ្ចឹងនមោសទ្ធាយៈសិទ្ធាំងដោយពីដើមយើងមុននឹងចូលរៀនជំនាន់ញាតិញោមចាស់
គេដាក់ no mo sat thia yo sat thum អានពីដើមណាប៉ុន្តែអានឹងគេអានបែបខ្មែរណាដូចអាត្មាស្ដាប់អីគេអានមហាសង្ក្រាមគេអានអីព្រះទេវតាបុត្រីទី2នៃកបិលមហាព្រំរាគៈទេវីសោយអីញោមណាសោយអីសោយទេលំស្អីគេទេលំសោយទេលំជិះលើខ្នងផ្ទះជិះលើខ្នងផ្ទះណាហ្នឹងគឺដោយសារតែយើងអត់បានអត់ដែលស្គាល់ពាក្យបាលីអញ្ចឹងណាព្រោះពាក្យច្រើនពួកជាមួយទេពតាជាមួយព្រះសង្ឃជាមួយនឹងព្រះរាជាគេប្រើពាក្យបាលីខ្មែរយើងណាដោយថាជាពាក្យសំរុំជាពាក្យគោរពជាពាក្យឲ្យតម្លៃណាហើយស្អីទេលំហ្នឹងណាបាលីហៅទេឡាំងដល់យើងវាមិនទេឡាំងក៏ឃើញសអំទៅអានអាំងមិនកើតមានអានទៅអញ្ចឹងទៅទេលំទៅទេឡាំងហ្នឹងប្រែតែប្រេងហ្នឹងមិនមែនប្រេងយើងដុតជាគៀងទេណាប្រេងហ្នឹងវាជាដំណាក់កាលមួយចេញអំពីដំណាក់កាលផ្សេងទៀតបើយើងនិយាយអំពីទឹកដោះគោមាន5ប្រភេទគេហៅថាបញ្ចកោរសៈឬក៏បញ្ចកោរសតែមានរសជាតិទឹកដោះគោហ្នឹងមាន5ប្រភេទទី1ហៅថាខេរៈហ្នឹងគឺទឹកដោះដែលជាបាច់ពីដោះគោមកថ្មីហ្នឹងគេហៅថាទឹកដោះស្រស់ខេរៈហ្នឹងទឹកដោះស្រស់គឺថ្មីហ្នឹងគឺជាយាវកាលឹកបានន័យថាប្រសង់ឬក៏អ្នកកាន់សិល8អីបរិភោគបានត្រឹមតែកាលទេត្រឹមម៉ោង12ប៉ុណ្ណឹងយើងកំណត់ម៉ោងទៅណាក្រៅពីហ្នឹងមិនអាចឆាន់បានទេមិនអាចបរិភោគបានទេហ្នឹងហៅថាទឹកដោះស្រស់ដល់គេទុកទឹកដោះស្រស់ហ្នឹងមកតិចទៀតទៅជាតធិហ្នឹងបានន័យថាទឹកដោះជូរបានន័យថាវាទុកយូរទៅវាឡើងពពុះវាឡើងពពុះខៃរាំងតធិនឹងទឹកដោះជូរទុកឲ្យជូរហ្នឹងនៅឥណ្ឌានៅអីសម័យនោះគេយកទៅប្រើប្រាស់ដែរប៉ុន្តែយើងទុកវាហ្នឹងអាហ្នឹងក៏ប្រសង់ញាតិញោមអីឆាន់អត់បានទេពេលអ្នករក្សាសិល8ល្ងាចអត់បានដូចគ្នាហើយបានចេញពីតធិហ្នឹងទៅជាទេឡាំងឬក៏តកាំងមានពាក្យពីរតកាំងឬក៏ទេឡាំងប្រែតែប្រេងហ្នឹងបានន័យថាពេលណាដែលវាជូរទៅញាតិញោមទុកអាទឹកដោះគោនឹងឲ្យវាគេហៅម៉េចឲ្យវារៀងជូររៀងផលណាផលចេញមកទុកឲ្យយូរបន្តិចទៀតទៅវារងវិញដល់វារងធ្លាក់ទៅអាកកពណ៌សហ្នឹងធ្លាក់ទៅក្រោមទៅអាប្រេងហ្នឹងចេញមកលើមកថ្លាឆ្វង់ទៅអាហ្នឹងហៅថាទេលំហ្នឹងហើយណាទេលំហ្នឹងហើយប្រេងហ្នឹងហើយប្រេងហ្នឹងគេយកមកបរិភោគបានប្រេងហ្នឹងដូចនេះយើងអី cheese ហ្នឹងអា butter ហ្នឹងហើយអា butter ហ្នឹងពេលណាដែលយើងចំអិនវាទៅវាចេញជាប្រេងហ្នឹងណាប្រេងហ្នឹងយកលាបលើសាច់យកលាបលើបន្លែយើងអាំងអីអាស្អីរ៉ាក់ក្លិតគេមិននោះណាគោឡើងភ្នំអីហ្នឹងគឺគេដាក់អាហ្នឹងណាអាហ្នឹងប្រេងចេញពីទឹកដោះគោទី3ហើយបានចម្រាញ់អាប្រេងហ្នឹងមួយជាន់ទៀតទៅជានវនីតៈបល័យថានវនីតៈបានន័យថាទឹកដោះខាប់ហ្នឹងបានន័យកកោអាប្រេងហ្នឹងវិតកោទៅคล้ายជាទឹកដោះគោកំប៉ុងយើងនោះអាហ្នឹងគេហៅទឹកដោះខាប់ចូលដល់ដំណាក់កាលទី4ហ្នឹងបានប្រសង់នឹងពុទ្ធបរិស័ទអ្នករក្សាសិល8ទទួលទានល្ងាចបានហើយចេញពីអាខាប់ហ្នឹងគឺកោឲ្យខ្លាំងមែនទៅជាដុំស្ករដុំទឹកដោះគោវិញណាដូចយើងធ្វើស្ករផែនអញ្ចឹងណាប៉ុន្តែវាផុយអត់ដូចស្ករយើងស្ករត្នោតស្ករដូងស្ករស្អីទេស្ករចេញពីទឹកដោះគោហ្នឹងគេហៅថាសាប់ពេណាសាប់ពេហ្នឹងប្រែថាទឹកដោះថ្លាប៉ុន្តែបានន័យថាទឹកដោះហ្នឹងវាដុំណាដុំអញ្ចឹងទឹកដោះគោហ្នឹងមាន5ប្រភេទហ្នឹងមាន5ប្រភេទហ្នឹងឯងនឹងហៅថាបញ្ចកោរសរសនៃចេញអំពីគោហ្នឹងមាន5ប្រភេទហ្នឹងហើយទេវតាឆ្នាំនេះសោយទឹកដោះប្រភេទទី3ណាទេឡាំងវាមានខេរាំងតធិទេឡាំងនវនីតាំងនិងសព្ពេណាក្នុងវិន័យលោករាប់បច្រាស់មកវិញសព្ពេនវនីតាំងទេឡាំងវត្ថុទេរាំងខេរាំងតធិវារាប់5ចឹងវិញណាហ្នឹងគឺជារសរបស់
គោហ្នឹងដែលចេញពីគោអញ្ចឹងពីដើមបកមករឿងយើងវិញណានមោសទ្ធាយៈសិទ្ធាំងនមោសទ្ធាយោសិទ្ធំហ្នឹងណាលឺពាក្យហ្នឹងមកគ្រូចាប់ពោះនឹងលឺពាក្យហ្នឹងរឿយមកដល់ទៅពេលថ្ងៃមួយទៅចាប់ទៅរកពោះនោះឃើញពោះណាឃើញពោះធំមែនតើនៅដបោកចាប់ដើមរាយមុនរាយអីចឹងទៅពោះវាអត់ខ្លាចវាដេញចិត្តណាដេញចិត្តទៅរត់ទៅដួលណាដួលទៅក៏ស្រែកផ្លាត់ពាក្យហ្នឹងមកនមោពុទ្ធាយៈសិទ្ធាំងហ្នឹងមកក៏តាមពិតពោះនោះជានាគរាជដែលចេញអំពីឋានជងនាគហ្នឹងមកថ្វាយបង្គំបច្ចេតដីជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដែរទេអញ្ចឹងក៏ឮពាក្យហ្នឹងទៅក៏រំសាយនៅកំហឹងវិញទៅអាហ្នឹងក៏មានរហូតដល់ក្មេងពីរអ្នកលេងអង្គញក្មេងលេងអង្គញហ្នឹងសូត្រនមោពុទ្ធានមោតស្សៈភគវតោព្រាក្មេងមួយទៀតនោះសូត្រអូមនមស្សិវៈអីជាដើមអញ្ចឹងទៅមួយនមស្ការព្រះព្រំមួយនមស្ការព្រះពុទ្ធសាសនាអញ្ចឹងទៅមានមកពួកទៀតនោះជាមួយនឹងពួកអសុរកាយទៅណាមកពីព្រៃកាប់អស់វិញហ្នឹងចូលក្រុងអត់តន់ហ្នឹងណានៅដេកនឹងក្រៅក្រុងលើរទេះហ្នឹងទៅក្របបាំងតង់អីចឹងទៅណាប៉ុន្តែដោយអំណាចនៃការស្វាត់ជាយនៅព្រះបរិត្តនឹងរឿយទៅសំបីពួកអមនុស្សហ្នឹងក៏អត់ហ៊ានចូលទៅបានដែរអត់ហ៊ានប៉ះពាល់បានដែរនឹងដោយអំណាចនៃការរលឹករឿយនៅព្រះបរិត្តការរលឹករឿយនៅគុណរបស់ព្រះរតនត្រ័យគឺមានអំណាចអញ្ចឹងសំបីតែសំឡេងក៏គ្របដណ្ដប់នៅទីធ្លាជុំវិញហ្នឹងមិនអោយញាតិញោមមានសេចក្តីអន្តរាយទេអញ្ចឹងហើយបានពេលដែលញាតិញោមមានអារម្មណ៍ថាភ័យខ្លាចមានអារម្មណ៍ថាព្រឺព្រួចមានអារម្មណ៍ថាដូចជាព្រឺសវល់ទៅកន្លែងណាមួយដូចស្ងាត់ណាដូចប្រហែលជាមានស្អីហ្នឹងអញ្ចឹងគឺញោមគ្រាន់តែទន្ទិញពុទ្ធពធប្រសង់ហ្នឹងពុទ្ធោឬក៏នមោពុទ្ធាយៈនមោធម្មាយៈនមោសង្ឃាយៈអីពេញចឹងទៅក៏ធ្វើឲ្យអារម្មណ៍យើងមានកម្លាំងចិត្តរបស់យើងមានកម្លាំងចិត្តរបស់យើងមានទីពឹងអត់មានភ័យអត់មានខ្លាចទេញោមសាកលបងមើលទៅដឹងហើយណាឬក៏ធ្លាប់សាកលបងដែរណាបើអាត្មាតាំងពីទូចមកអញ្ចឹងព្រោះពីទូចនោះមិនដឹងយ៉ាងម៉េចទេប៉ុន្តែគាត់តែនឹកឃើញថាពាក្យហ្នឹងចាស់គោរពចាស់ដឹងចាស់ថ្វាយបង្គំពុទ្ធពធប្រសងហ្នឹងខ្លាំងដូចអញ្ចឹងភ័យខ្លាចដូចថាខ្លាចអញ្ចឹងទៅយប់ស្ងាត់ដើរតែឯងអញ្ចឹងទៅគឺទន្ទិញឲ្យរត់យកដល់អញ្ចឹងវាបានកម្លាំងដូចបានគ្នាអញ្ចឹងណាដូចបានគ្នាជាកម្លាំងអញ្ចឹងធ្វើឲ្យចិត្តរបស់យើងអត់ខ្លាចនៅរឿងអីដែលមើលមិនឃើញទេយើងមើលឃើញនឹងផ្សេងដល់មើលអត់ឃើញនេះវាខ្លាចដែរនេះយើងគិតថាវាមិនខ្លាចទេខ្ញុំមិនចេះខ្លាចអីខ្ញុំមិនចេះខ្លាចអីទេប៉ុន្តែញោមដែលបជាចិត្តខ្លួនឯងកុំឲ្យខ្លាចកើតទេចុះបើវាខ្លាចមកទៅហើយអញ្ចឹងណាអញ្ចឹងអាសេចក្តីសុខផ្លូវកាយផ្លូវចិត្តនឹងចាំបាច់ទាំងពីរហ្នឹងឯងចាំបាច់ទាំងពីរហ្នឹងអញ្ចឹងគឺព្រះបរិត្តហ្នឹងក៏សំខាន់ណាស់ហើយព្រះបរិត្តហ្នឹងអត់មានអីក្រៅពីពុទ្ធពធប្រសងនឹងទេណាញោមណាអត់មានអីក្រៅពីនឹងទេញោមទន្ទិញញោមសិក្សាអញ្ចឹងទៅនេះគឺជាសេរីសួស្តីរបស់ញាតិញោមមួយដែរហើយអំណាចនៃព្រះបរិត្តមួយទៀតមានដោយអត្តន័យពុន័យរបស់ព្រះបរិត្តនេះគឺលោកសំដែងនៅពាក្យពិតណាពាក្យពិតដូចជាព្រះបរិត្តដែលលោកប្រាប់អំពីមេត្តាលោកប្រាប់អំពីការគោរពគុណលោកប្រាប់អំពីការបូជាគុណអីជាដើមចឹងទៅណាហើយមួយទៀតនោះគឺណាមួយទៀតនោះគឺតកតងទៅនឹងមេត្តាចិត្តរបស់អ្នកស្វាធ្យាយប្រសង់ដែលលោកស្វាធ្យាយទៅហ្នឹងគឺលោកស្វាធ្យាយដោយមេត្តាចិត្តចង់ឲ្យញាតិញោមបានសេចក្តីសុខចង់ឲ្យសពសត្វទាំងអស់មានតែសេចក្តីសុខលោកមិនមែនសូត្រដែលចង់ឲ្យអ្នកណាមួយវិនាសទេព្រះបរិត្តអត់មានអំណាចដេញអ្វីទេញាតិញោមកុំខ្លាចខ្ញុំគិតថាអូផ្ទះខ្ញុំកណាដូចមានខ្មោចចឹងមុនលោកទៅដេញខ្មោចចេញអត់ទេអត់មានដេញខ្មោចទេព្រះបរិត្តអត់មានដេញប៉ុន្តែជាការរាប់អានជាការផ្សាយនៅសេចក្តីរាប់អានដល់គ្នានឹងគ្នាធ្វើឲ្យញាតិញោមបានសេចក្តីសុខមានការការពារទៅវិញទេអញ្ចឹងណាមានការការពារទៅវិញទេហើយនឹងអត្តន័យរបស់ព្រះបរិត្តហ្នឹងគឺសំខាន់មែនតើ
នេះគឺជាអំណាចរបស់ព្រះបរិត្តគ្រាន់តែចង់ឲ្យញាតិញោមដឹងឲ្យសេរីដែលលោកសំដែងញបាញ់មិញអំពីមង្គល38ប្រការអីទាំងអស់នេះគឺជាសេរីហើយសេរីនឹងគឺសំខាន់ណាស់សេរីនឹងគឺសំខាន់គ្រប់ពេលទាំងអស់ប្រសិនបើញាតិញោមមិនមានសេរីទេញោមមិនអាចអង្គុយកន្លែងនឹងបានសុខទេប្រសិនបើមិនមានសេរីទេទ្រព្យសម្បត្តិរបស់ញោមអត់គង់វង្សទេប្រសិនបើមិនមានសេរីទេញោមអត់នៅជាសុខបានទេសេរីនឹងគឺឃុំក្រងនៅសេចក្តីសុខគ្រប់យ៉ាងអញ្ចឹងណាសេរីនឹងគឺឃុំក្រងនៅសេចក្តីសុខរបស់ញាតិញោមសេរីនឹងគឺជាគ្រឿងការពារអាយុរបស់ញោមផងគ្រឿងការពារនៅទ្រព្យសម្បត្តិរបស់ញោមផងគ្រឿងការពារនៅសេចក្តីសុខរបស់ញោមផងសេរីនឹងសំខាន់ណាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសេរីភោគានមាសយោសេរីនឹងឯងគឺជាអាស័យបានន័យថាជាគ្រឿងការពារចងទុកអោបក្រៀកទុកនៅទ្រព្យសម្បត្តិទ្រព្យសម្បត្តិភោគៈហ្នឹងគឺសំដៅដល់ទ្រព្យមានវិញ្ញាណនិងទ្រព្យឥតវិញ្ញាណណាព្រមទាំងសេចក្តីសុខរបស់ញោមទ្រព្យមានវិញ្ញាណដូចជាបងប្អូនកូនចៅអីទាំងអស់ហ្នឹងណាមិនអោយទៅណាមកណាឆ្ងាយមិនអោយមានបញ្ហាមិនអោយនិយាយមួយម៉ាត់ទៅគេមិនស្ដាប់គេមិនយកចិត្តទុកដាក់ទេគឺធ្វើឲ្យយើងនឹងមានអំណាចឲ្យនិយាយទៅកូនចៅអីគ្រប់ស្ដាប់បានក៏តែញាតិញោមមានសេរីតែញោមអត់មានសេរីនិយាយទៅគេអត់ស្ដាប់ទេអញ្ចឹងណាហើយទ្រព្យសម្បត្តិអត់វិញ្ញាណដូចជាផ្ទះសម្បែងលុយឡានអីផ្សេងទាំងអស់ហ្នឹងមិនអាចអ្នកណាមកលួចមិនអាចអ្នកណាមកបន្លំមិនអាចអ្នកណាមកប្លន់យើងអីបានទាំងអស់ប្រសិនបើញោមមានសេរីមានសេរីនឹងការពារដោយប្របាទព្រះលោកជោតកសិទ្ធិអញ្ចឹងលោកស្ដេចអាជាតសតោលើកតបទៅវាយផ្ទះគាត់ហ្នឹងដោយសារសេរីសួស្ដីរបស់គាត់ខ្លាំងគ្រាន់តែអញ្ចាំងគាត់ហ្នឹងដោយកញ្ចក់អញ្ចឹងតបទៅស្មានតែតបនោះមកវិញវាចាំងកញ្ចក់នេះរត់ណាព្រះរាជារត់មកដល់វត្តដល់វត្តគាត់នៅវត្តនេះជួបនេះហើយគាត់ថាលោកសិទ្ធិដេញវាយយើងហ្នឹងមកធ្វើអង្គុយស្ដាប់ធម៌អត់ដឹងរឿងណាគាត់ថាអត់ដឹងទេខ្ញុំព្រះអង្គអត់មានដេញវាយព្រះអង្គពីកាលណាហើយបានគាត់ប្រាប់ទៅស្ដេចថាយើងលើកតបទៅចង់ណាយកទ្រព្យសម្បត្តិនេះឯងទ្រព្យសម្បត្តិលោកសិទ្ធិឯងច្រើនអញ្ចឹងសិទ្ធិគាត់ថាព្រះអង្គទ្រព្យសម្បត្តិខ្ញុំប្រសិនបើខ្ញុំមិនថាឲ្យទេគ្មានណាយកបានទេស្ដេចអត់ជឿបងស្ដេចអត់ជឿគាត់ថាឥឡូវអញ្ជៀនគាត់ពាក់អញ្ជៀនគ្រប់ដៃទាំងអស់ម្រាម5ពាក់ទាំង5សិទ្ធិហ្នឹងណាហើយគាត់ថាអញ្ចឹងបើព្រះអង្គជឿដកអញ្ជៀនពីដៃខ្ញុំអត់ឲ្យដកបានទេដកអត់បានទេហើយកម្លាំងក៏បានជាសតុខ្លាំងណាស់លោតទៅលើអាចបាន9ម៉ែត្រគាត់ទៅលោតធម្មតាហ្នឹងកម្លាំងខ្លាំងណាស់ប្របាទជាសតុប៉ុន្តែដកអញ្ជៀនហ្នឹងអត់បានទេដល់ពេលសេដ្ឋីហ្នឹងគាត់ទៅយកកណាត់សក្រាលឲ្យសយងមកអញ្ជៀនធ្លាក់ឯងចង់បញ្ជាក់ថាអ្នកមានសេរីគឺមិនអាចអ្នកណាលួចបានទេសេដ្ឋីអនាថបណ្ឌិតអញ្ចឹងពួកព្រាហ្មណ៍ពួកអីចង់ទៅលួចសេរីមកក៏លួចអត់បានសេរីគ្មានអ្នកណាលួចបានទ្រព្យសម្បត្តិរបស់បុគ្គលអ្នកមានសេរីក៏លួចមិនបានចុះសេរីនឹងជាអ្វីចង់ដឹងពីសេរីនឹងសំខាន់ឡើងតើសេរីនឹងជាអ្វីសេរីគឺជាបុណ្យដែលញាតិញោមបានសាងហើយសេរីនឹងគឺជាឈ្មោះនៃបុណ្យដែលញោមបានសាងហើយពពេចកតបញ្ញតាភាពនៃបុគ្គលដែលមានបុណ្យសន្សំទុកពីមុនមកហើយគឺជាសេរីយើងធ្វើល្អពីមុនមកយើងនឹករលឹករឿយនៅបុណ្យកុសលរបស់យើងហ្នឹងបុណ្យថ្ងៃហ្នឹងក៏ដោយបុណ្យម្សិលមិញក៏ដោយបុណ្យឆ្នាំមុនក៏ដោយបុណ្យពីមុនមកក៏ដោយបុណ្យនឹងឯងនឹងជួយការពារយើងបុណ្យនឹងគឺជាតួសេរីសួស្ដីមកការពារយើងអត់ឲ្យយើងធ្លាក់ចុះទៅក្នុងសេចក្តីអន្តរាយទេប៉ុន្តែញោមកុំភ្លេចបុណ្យយើងច្រើនតែភ្លេចតាមិនបានថាច្រើនតែភ្លេចព្រោះយើងធ្វើបុណ្យហើយអត់មាននឹកបុណ្យនឹងទៀតទេដូចមកអញ្ចឹងធ្វើបុណ្យប្រគេនចង្ហាន់លោកហើយទៅបាត់ទៅដល់ផ្ទះបុណ្យនៅណានៅទៅអត់ដឹងទេដល់អញ្ចឹងបុណ្យហ្នឹងវាពិបាកជួយយើងទៅទៀតចង់ជួយក៏ពិបាកជួយបើយើងមិនដែលនឹកបុណ្យផងធ្វើឲ្យបាត់ឈឹងទៅអ្នកដែលមានសេរីនៅគ្រប់កាលក៏យើងនឹករលឹកសេរីនឹងដែរនឹករលឹកបុណ្យនឹងគ្រប់កាលចឹងហោចណាស់
nè bầm ban rồi ngày thế có bị bảy ngày rồi có sao ở tật rồi có ngày sau chẳng tới nấc rồi lực bòn nâng mà đòn chẳng ban của Phật giáo ná lúc ai miền thưa samadhi quỳ thưa samadhi pram để ti đọc để ti môn nâng samra nâng cật mà ngày nâng rồi có mùi sờ nâng ban thưa ấy kla ban đặt tiền tê ban oi tiền ghê tê ban bực kên chẳng han của song tê ban thoại cung pre tê ban sâu thua tê nấc rồi lực tới khơi bị cha na rơi ban samadhi tiền sờ ấy đây chỉ đào tê chim nai pe pram để ti đâm tí ông quý nấc rồi lực đào xịt đây là rồi bảo chuyện pe na để dương nấc rồi lực đào xịt đây là bảo dương nâng dương ở miền xịt đây cái rồi hai tê dương ở miền ca tục tê dương ở miền ca sài cào tê chẳng nè dương ở miền xịt đây sài cào ca mình sài cào đừng ai để thua ở dương sờ bài chật pro hai ấy sờ bài chật pro ấy pro thì dương mình bán phơi nó vừa cọc pro thì dương mình bán biệt biên nè đợt tẩy pro thì dương mình bán phơi ở nè đợt tẩy khát bong bị giỏi để xả dương miền tai xịt đây là miền để ca phơi lòi chắc xịt đây sờ bài chật cạt làng ấy xịt đây sờ bài chật tịnh đừng ai để phơi ở chật là bao dương can để đi chi bên na để chật dương can để đi tiền cai tiền chật là bao dương nó để chẹt tiền cai tiền chật là bao dương nó xua đôi chuyện đèn coi tôi ngọc nghiêm là hoặc miền cùng wall miền khai kê một vi khai kê một rong khan khai kê một biệt biên ấy tệ tại sao để chật là bao dương nó vì là vì áp tại sao ca phơi xịt đây là rưỡi can nứt rồi lật đào xịt đây là rưỡi chật ngọc chật nâng anh để nói về chật cả samadhi về để chật cả samadhi nâng anh phơi chật là bao dương tuấn chật là bao dương miền nơi bành nhà miền nơi vịt chia nó squall nơi thoa mà chia tam xịt đây bật squall nơi xịt đây tốt cho dương mình đẹp nè miền bành ha cục sọc cục bẹp giang squall ở bành ha squall nơi tầm nóc sái dương ác đọc sái bành ha dương nơi nay được rương ra con lột nít hai dương miền bành nhà bắt tọp thì tới miền nơi này em bị rương con lột ấy từng ó ai bây giờ bộ cốt lục phơ bị tách nữa để phơ ai tới chiaสำหรับตัวจีประหารยบุคคลบ้านออกเนื้อสิ่งใดตกแต่งพวงเมียนของวอลเมียนกาจอบจุ่มเปียกเมียนสิ่งใดตกสมบัยติดในขนมจัดก็อาจเมียนขนมประหารยบุคคลเลยสมบัยแต่โดยจีตึกมาแก้สมบัยแต่สำรามตู้มวยหล่อก็ตู้มวยนั่นก็เมียนจังจัดระบอบประหารยบุคคลจังพอได้จัดบ่อยยังอ่ำจังแต่จัดระบอบเยอะน้องเปรียบโดยจีก็บาดเปียงจังนะpin nâng anh nè vừa thà thưa vừa bon tràn từ vừa samadhi tới ai rong về cả con nó về từ đào bạc cào tới tật là mới khơi nhảy mà đo mà ca chẳng hay từ miền cồn ọc nâng trôi từ vật cái tôi văn tịnh nó có một phul liệt như thế tôi chặt dương chẳng nè ảo prom tới ban ngọc mà rồi tu tới rương càng cào một mảnh tí cho nó ngay chúng cá ta mảnh tí cho hai một cắt từ chia nâng anh một phô thì đó khăn thì đó stress thì đó đau cả hai thì đó nó chặt rồi bỏ dương chẳng để xa ấy để xa dương sẽ đa phiền nó ở toàn xa chẳng nè chẳng to để khi diêm thua bọn rơi nè thả bọc tí lâu lắm phải tí ở sâu mẹ nó mô tình đi